បាទនេះមានវីដេអូមួយទៀតចែករំលែកអំពីរបៀបផ្លាស់ប្ដូរ password Wi-Fi ឬលេខកូដ Wi-Fi ជាមួយនឹងដុំ ZTE អញ្ចឹងជំហានដំបូងយើងត្រូវភ្ជាប់ Wi-Fi សិនមកយើងទៅ setting ចូលឡើង Wi-Fi អញ្ចឹងយើងត្រូវការផ្លាស់ប្ដូរ Wi-Fi ឈ្មោះ smartphone នេះត្រូវភ្ជាប់វាសិនមកអូខេភ្ជាប់ហើយអញ្ចឹងនៅពេលយើងភ្ជាប់ Wi-Fi នឹងចប់រួចរាល់យើងត្រូវមានកម្មវិធីជ្រោមមួយកម្មវិធីនេះត្រូវមានកម្មវិធីហ្នឹងយើងបើកកម្មវិធីហ្នឹងមកហើយយើងយកឡើងពាក្យនេះ search Google នេះក្រោម logo Google ហ្នឹងយើងបំពេញលេខ IP address របស់ Wi-Fi យើងមក 192.168.1.1 អញ្ចឹងយើងត្រូវចុចសញ្ញាព្រួយខាងក្រោមខាងស្ដាំអញ្ចឹងមកដល់ចំណុចត្រង់នេះឡើង username ហើយនិង password អញ្ចឹង username នេះយើងដាក់លេខយើងដាក់អក្សរ admin មក ADMIN password ដូចគ្នាអាហ្នឹងលេខក្បាលម៉ាស៊ីនណាដើម្បីយើង note ទុកហ្នឹងបើយើងអត់ចាំទេចុចពាក្យ login នេះមកតមកទៀតគឺយើងឃើញកន្លែងនេះកន្លែងចុចនេះកន្លែងចុចខ្វះហ្នឹងគឺជាលេខកូដអញ្ចឹងយើងចុចកន្លែងរូបភ្នែកនេះមកហើយយើងចុចកន្លែងលេខ5នេះមកដើម្បីលុបលេខកូដចាស់ដាក់លេខកូដថ្មីអញ្ចឹងលេខកូដថ្មីយើងដាក់បែបណាក៏បានចាប់ពី8ខ្ទង់ឡើងទៅបើសិនជាដាក់ទៅវាអត់អូខេគឺវានៅសញ្ញាក្រហមនៅគៀននឹងមកយើងហើយអញ្ចឹងយើងដាក់ជាឧទាហរណ៍យើងដាក់1ដល់8អូខេអញ្ចឹងពេលយើងបំពេញរួចរាល់គឺយើង screenshot ទុកមួយណាជឿយើងដាក់ច្រឡំហើយយើងយកពាក្យ finish នេះខាងក្រោមនេះ finish នេះមកអូខេបន្តមកទៀតគឺវាដាច់ Wi-Fi ទៅទៀតដាច់ Wi-Fi បើពេលដាច់ Wi-Fi យើងចូលទៅក្តិចវាម្ដងទៀតមកអូខេឃើញដាច់ទេយើងចូលទៅភ្ជាប់ម្ដងទៀតមកដើម្បីភ្ជាប់បានយើងចុចពីលើឈ្មោះគឺអត់បានទេអញ្ចឹងយើងត្រូវចុចអាកន្លែងអក្សរ I មានវងមូលនៅខាងស្ដាំឈ្មោះនេះយើងយកកន្លែង forgot នេះមកបើភាសាអង់គ្លេសបើ iPhone គេដាក់ forgot this never ចេញចុចកន្លែងរូបធុងសារ៉ាមហ្នឹងក៏បានមកហើយយើងចុចពីលើឈ្មោះហ្នឹងវិញមកយើងដាក់លេខកូដដែលយើងបានបដូរមិញមកអញ្ចឹងវាលោតជាប់ហើយអញ្ចឹងវាតែប៉ុណ្្នឹងឯង